ជំរាបសួរនាងខ្ញុំបានស្រីពេជ្របង្វឹកជំនាញគណនេយ្យនិងហិរញ្ញវត្ថុស្តង់ដារអញ្ចឹងថ្ងៃនេះនាងខ្ញុំសូមលើកយកអាករលើតម្លៃបន្ថែម VAT ភាគ4នៃភាគបន្តអញ្ចឹងសូមអរលោកអ្នកតាមដានជាមួយនាងខ្ញុំដូចតទៅឥឡូវនេះយើងចូលដល់រមាំង3ការបង់ប្រាក់អាករអញ្ចឹង1កាតព្វកិច្ចដាក់លិខិតប្រកាសពន្ធនិងបង់ប្រាក់អាករបុគ្គលចករត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ប្រាក់អាករជារៀងរាល់ខែយ៉ាងយឺតបំផុតត្រឹមថ្ងៃទី20នៃខែបន្ទាប់2ខែដែលមានការផ្គត់ផ្គង់ឧទាហរណ៍ថាបើសិនជាយើងនឹងស្ថិតនៅក្នុងរបបស្វ័យប្រកាសអញ្ចឹងរាល់ការប្រកាសពន្ធហ្នឹងគឺយឺតបំផុតត្រឹមថ្ងៃទី20នៃខែនីមួយៗអញ្ចឹងឧទាហរណ៍មួយទៀតបើសិនជាខ្ញុំមានសកម្មភាពទិញលក់ចំណាយនៅក្នុងខែ2អញ្ចឹងពីថ្ងៃទី1ដល់ថ្ងៃទី28ខែ2អញ្ចឹងពេលដែលខ្ញុំប្រកាសពន្ធនោះគឺយើងមានពេលវេលាពីថ្ងៃទី1ដល់ថ្ងៃទី20ខែ3អញ្ចឹងចន្លោះហ្នឹងធ្វើម៉េចដែលយើងប្រកាសពន្ធរួចរាល់អញ្ចឹងយឺតបំផុតត្រឹមថ្ងៃទី20អញ្ចឹងមានន័យថាជារៀងរាល់ខែបន្ទាប់អញ្ចឹងយើងត្រូវតែប្រកាសពន្ធរៀងរាល់ខែបន្ទាប់ចំណុចទី2ការចាត់ចែងចំពោះចំនួនអនុទានលើសអញ្ចឹងនៅក្នុងនេះយើងចង់និយាយថាតើបើអនុទានលើសយើងត្រូវធ្វើម៉េចប្រសិនបើអាករលើធាតុចូលដែលបុគ្គលចាប់អាករបានបង់តាមមាត្រា65នៃច្បាប់នេះមានចំនួនច្រើនជាងអាករលើធាតុចេញដែលបុគ្គលនោះប្រមូលសម្រាប់ខែណាមួយអញ្ចឹងនេះខ្ញុំសូមបញ្យល់ទៅលើចំណុចកអញ្ចឹងចង់មានន័យថាប្រសិនបើអាករលើធាតុចូលហ្នឹងមានថាអាករដែលយើងបានបង់ពេលយើងទិញចូលសម្រាប់លក់ហ្នឹងវាច្រើនជាងអាករលើធាតុចេញមានដែលយើងប្រមូលពីអតិថិជនហ្នឹងពីអតិថិជនបង់វត្តមកហ្នឹងមានន័យថាវាលើសអញ្ចឹងអាលើសហ្នឹងយើងប្រើជាអនុទានមានន័យថាវាលើសយើងអត់បង់ថែមទេយើងទុកវាកាត់កងនៅខែក្រោយទៀតចំណែកនៅពេលចំណុចខនេះចង់និយាយថានៅពេលដែលយើងកាត់កងពីខែបន្ទាប់នឹងហើយនៅសល់ទៀតបើសិនជាវានៅតែអត់អស់ទៀតអញ្ចឹងអត់អស់យើងអាចទុកនៅខែបន្ទាប់ទៀតអញ្ចឹងយើងទុកតរហូតកាត់កងនេះតអស់ទៅបើសិនកាត់កងទៅយើងអាករលើធាតុចេញហ្នឹងវាធំជាងវាត្រូវបង់អញ្ចឹងយើងបង់បន្ថែមប៉ុន្តែបើសិនជាកាត់កងទៅអាករលើធាតុចូលហ្នឹងធំជាងអញ្ចឹងយើងត្រូវយោងទៅមុខដើម្បីកាត់កងទៀតអញ្ចឹងហៅហែជារៀងរាល់ខែក្រោយៗទៀតរហូតតអស់ដូចខ្ញុំបានបញ្យល់អំបញ្ញមិញអញ្ចឹងឥឡូវចូលដល់ចំណុចទី3ការបង្វិលសងអាករឲ្យអ្នកនាំចេញអញ្ចឹងអ្នកនាំចេញមានន័យថាគាត់មានអាករលើធាតុចូលហ្នឹងច្រើនអញ្ចឹងអាករលើធាតុចេញហ្នឹងគឺគាត់នាំចេញគាត់មានលក់ក្នុងស្រុកទេអញ្ចឹងគាត់មានអីកាត់កងទេអញ្ចឹងចាំមើលតើត្រូវធ្វើម៉េចរដ្ឋបាលសារពើពន្ធអាចបង្វិលសងនៅអញ្ចឹងនេះចង់និយាយថាអនុទានអាករលើធាតុចូលហ្នឹងបើសិនជាលើសប្រចាំខែអញ្ចឹងបើសិនជាតាមការស្នើសុំរបស់បុគ្គលតែគាត់បើកអាជីវកម្មនាំចេញហ្នឹងអញ្ចឹងគាត់ត្រូវមានឯកសារច្បាស់លាស់ដើម្បីបញ្ជាក់ថាគាត់មានអាករលើធាតុចូលហ្នឹងមានកាន់បញ្ជីការច្បាស់លាស់អញ្ចឹងទៅបើសិនជាអត់មានទេហ្នឹងរដ្ឋក៏មិនអាចអនុញ្ញាតបានដែរសងប្រាក់អាករក្នុងករណីមានអនុទានអាករលើសចាប់ពី3ខែឡើងទៅអញ្ចឹងបើសិនជាមានអនុទានអាករមានន័យថាយើងអត់ត្រូវបង់ហើយមានន័យថាអាករលើធាតុចូលវាធំយើងធាតុចេញទៅវាចេះតែយោងទៅមុខរយៈពេល3ខែឡើងទៅយើងត្រូវធ្វើម៉េចអញ្ចឹងយើងតាមណាអ្នកនរគ្នាប្រសិនបើបុគ្គលចាប់អាករមានអនុទានអាករលើធាតុចូលលើសចាប់ពី3ខែឡើងទៅបុគ្គលនោះអាចដាក់ពាក្យស្នើសុំបង្វិលសងអាករនៅបំណាច់ខែទី3ឬនៅខែណាមួយជាបន្តបន្ទាប់ទៀតបង្វិលសងប្រាក់អាករសម្រាប់ខែណាមួយពាក្យស្នើសុំត្រូវដាក់ស្នើក្នុងរយៈពេល20ថ្ងៃក្រោយបំណាច់ខែទាំងនោះដាក់ស្នើសុំក៏រដ្ឋមិនមែនចេះតែឲ្យដែរតើយើងមានឯកសារច្បាស់លាស់ទើបរដ្ឋប្រកល់ឲ្យតែបើសិនជាយើងអត់មានឯកសារច្បាស់លាស់ទេគឺរដ្ឋមិនអាចបង្វិលសងឲ្យយើងវិញបានទេហើយមួយទៀតបើសិនជាយើងមិនអាចថែរក្សាឯកសារបាននោះនឹងរងពិន័យទោសទណ្ឌផ្សេងៗទៀតយើងចូលដល់ចំណុចទី5ការអនុវត្តអាករលើតម្លៃបន្ថែមចំពោះគម្រោងមានលក្ខណៈវិនិយោគគ្រប់គ្រាន់អញ្ចឹងអ្នកទាំងអស់គ្នាចង់ដឹងថាតើគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហ្នឹងត្រូវមានចំណុចណាខ្លះត្រូវស្នើសុំអ្វីខ្លះត្រូវមានលក្ខខណ្ឌអីខ្លះទើបអាចខ្លាយទៅជាគម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់សូមអ្នកទាំងអស់គ្នាអាចទៅ download យកឯកសារនិងមើលលម្អិតនៅ website របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានការផ្គត់ផ្គង់ធាតុចូលផលិតកម្មក្នុងស្រុកសម្រាប់បម្រើដល់ការអនុវត្តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដោយមានចែងក្នុងបទបញ្ញត្តិពាក់ព័ន្ធនៃច្បាប់ស្តីអំពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាត្រូវជាប់អាករលើតម្លៃបន្ថែមតាមអត្រា 0% អញ្ចឹងបើសិនជាអាជីវកម្មមួយនោះដែលស្ថិតនៅក្នុងគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អញ្ចឹងអាករលើតម្លៃបន្ថែមឬក៏វត្តនោះគឺ 0%អញ្ចឹង6វិក័យប័ត្រអាករលើតម្លៃបន្ថែមមានន័យថាងាយស្រួលយល់ទេមានន័យថាប្រសិនបើយើងជាអ្នកជាប់ពន្ធក្នុងរបបស្វ័យប្រកាស
អញ្ចឹងយើងលក់ទៅឲ្យអតិថិជនមានន័យថាបើសិនជាអតិថិជននោះស្ថិតនៅក្នុងរបបស្វ័យប្រកាសដូចយើងពេលដែលយើងចេញវិក័យប័ត្រអាករឲ្យគាត់ហ្នឹងគឺចេញវិក័យប័ត្រឲ្យគាត់ហ្នឹងគឺជាវិក័យប័ត្រអាករដោយវិក័យប័ត្រហ្នឹងគឺយើងដាក់បន្ថែមថាវិក័យប័ត្រអាករព្រោះជាទូទៅនៅពេលដែលយើងទិញវិក័យប័ត្រផ្សារមកគេដាក់តាចំណងជើងថាវិក័យប័ត្រទេប៉ុន្តែពេលដែលយើងជាក្រុមហ៊ុនដែលជាប់អាករឬសហគ្រាសជាប់អាករហ្នឹងពេលដែលយើងចេញវិក័យប័ត្រទៅគឺយើងដាក់ថាវិក័យប័ត្រអាករប៉ុន្តែករណីដែលយើងជាប់ពន្ធមធ្យមនិងធំទេដែលយើងមានសិទ្ធិចេញវិក័យប័ត្រអាករឲ្យបុគ្គលជាប់អាករដូចគ្នាហ្នឹងហើយនឹងមានលក្ខខណ្ឌមួយចំនួនទៀតអញ្ចឹងលក្ខខណ្ឌមួយចំនួននឹងគម្រោងវិក័យប័ត្រហ្នឹងអស់លោកអ្នកអាចទៅ download នៅក្នុង website របស់អគ្គនាយកពន្ធដារមើលលម្អិតបានហើយចំពោះទម្រង់វិក័យប័ត្រអាករនេះនាងខ្ញុំនឹងបង្ហាញនៅមេរៀនក្រោយហើយមួយទៀតនោះវិក័យប័ត្រអាករនោះត្រូវមានចុះលេខរៀងដែលត្រឹមត្រូវហើយនឹងរៀងគ្នារហូតពេញមួយឆ្នាំដែលយើងត្រូវចេញឲ្យនេះចុះរបបបកស្វ័យប្រកាសហ្នឹងអាហ្នឹងនាងខ្ញុំបន្ថែមជូនក្នុងហ្នឹងចំណែកឯបុគ្គលដែលគាត់អត់ជាប់កទេមានន័យថាគាត់ជាបុគ្គលធម្មតាអញ្ចឹងយើងត្រូវចេញវិក័យប័ត្រធម្មតាឲ្យគាត់អញ្ចឹងយើងចូលដល់ចំណុចតទៀតបុគ្គលទាំងឡាយមិនអាចចេញវិក័យប័ត្រឬឯកសារផ្សេងទៀតបញ្ជាក់នៅទឹកប្រាក់ណាមួយថាជាប្រាក់អាករលើការផ្គត់ផ្គង់ទំនិញឬសេវាបានទេលើកលែងតែបុគ្គលនោះជាបុគ្គលជាប់អាករបានចុះបញ្ជីស្របតាមមាត្រា77នៃច្បាប់នេះហើយទំនិញឬសេវាផ្គត់ផ្គង់គឺជាទំនិញសេវាជាប់អាករអញ្ចឹងនៅក្នុងនេះដូចនាងខ្ញុំបានបញ្យល់ជាក់អំបញ្ញមកអញ្ចឹងមានន័យថាពេលដែលយើងចេញវិក័យប័ត្រអាករឲ្យគេទៅលុះត្រាតែយើងនឹងគឺជាបុគ្គលជាប់អាករមានន័យថាយើងជាប់ពន្ធមធ្យមឬក៏ពន្ធធំអញ្ចឹងបានយើងអាចចេញវិក័យប័ត្រអាករឲ្យគេបានតែបើយើងអត់មានចុះបញ្ជីអីត្រឹមត្រូវទេយើងគ្រាន់តែជាកន្លែងលក់ធម្មតាមិនមានស្ថិតនៅក្នុងរបបស្វ័យប្រកាសទេមិនមែនជាអ្នកជាប់ពន្ធមធ្យមនិងជាប់ពន្ធធំទេគឺយើងអាចចេញវិក័យប័ត្រអាករហ្នឹងទៅឲ្យអតិថិជនបានទេអញ្ចឹងនៅក្នុងនេះមាត្រា77នៃច្បាប់នេះហ្នឹងគឺចង់និយាយអំពីមាត្រា77នៃច្បាប់ស្តីពីសារពើពន្ធឆ្នាំ2023អញ្ចឹងបើសិនលោកអ្នកចង់ជ្រាបច្បាស់បន្ថែមពីមាត្រាលម្អិតនីមួយៗនោះលោកអ្នកអាច download យកឯកសារពី website របស់អគ្គនាយកដ្ឋានពន្ធដារបានក្រៅពីតនកម្មដទៃទៀតប្រសិនបើវិក័យប័ត្រណាមួយត្រូវបានរកឃើញថាខ្លាញ់បន្លំវិក័យប័ត្រអាករលើតម្លៃបន្ថែមនិងវិក័យប័ត្រនោះបានបង្ហាញថាមានទឹកប្រាក់អាករមួយចំនួនត្រូវបង់បុគ្គលត្រូវចេញវិក័យប័ត្រត្រូវបង់ជូនរដ្ឋបាលសារពើពន្ធក្នុងរយៈពេល7ថ្ងៃក្រោយការបរិច្ឆេទចេញវិក័យប័ត្រនៅទឹកប្រាក់ដែលបានចុះលើវិក័យប័ត្រនោះទោះបីជាទឹកប្រាក់អាករត្រូវបង់មែនឬមិនមែនក្តីអញ្ចឹងកន្លែងនេះគឺលំអិតហើយដូចអត់មានអីត្រូវបញ្យល់បន្ថែមទេ7ការមិនបានចេញវិក័យប័ត្រអាករលើតម្លៃបន្ថែមការមិនបានចេញវិក័យប័ត្រអាករលើតម្លៃបន្ថែមត្រូវរងទណ្ឌកម្មដូចខាងក្រោមក្រៅពីទណ្ឌកម្មដទៃទៀតប្រសិនបើរដ្ឋបាលសារពើពន្ធរកឃើញជាលើកទី2ថាគ្រឹះស្ថានអាជីវកម្មណាមួយរបស់បុគ្គលជាប់អាករមិនបានចេញវិក័យប័ត្រតាមការតម្រូវនោះរដ្ឋបាលសារពើពន្ធអាចបិទគ្រឹះស្ថានអាជីវកម្មនោះក្នុងរយៈពេលមានកំណត់មួយដែលមិនលើសពី7ថ្ងៃអញ្ចឹងកន្លែងនេះក៏អត់មានអីទៅពិបាកយល់ដែរមានន័យថាបើសិនជាយើងត្រូវចេញវិក័យប័ត្រអាករយើងចេញវិក័យប័ត្រអាករឲ្យគេទៅតាមលក្ខខណ្ឌខាងលើដូចខ្ញុំបានបង្ហាញជូនអស់លោកអ្នកតែបើសិនជាយើងត្រូវចេញវិក័យប័ត្រអាករឲ្យអតិថិជនហើយបែរជាយើងមិនចេញយើងត្រូវរងទោសទណ្ឌដោយច្បាប់ស្តីពីសារពើពន្ធនឹងបានកំណត់ប្រសិនបើគ្រឹះស្ថានអាជីវកម្មមួយមិនធ្លាប់ត្រូវបានបិទដោយមានចែងក្នុងកថាខណ្ឌទី1នៃចំណុចទី7ទេនៅតែប្រព្រឹត្តបទល្មើសបែបនេះជាថ្មីទៀតគ្រឹះស្ថានអាជីវកម្មនោះអាចត្រូវបិទជាថ្មីទៀតក្នុងរយៈពេលមានកំណត់មួយដែលមិនលើសពី7ថ្ងៃអញ្ចឹងយើងចូលដល់ចំណុចទី8អនុទានអាករសម្រាប់ទំនិញស្តុកចំពោះបុគ្គលចុះបញ្ជីថ្មីអញ្ចឹងអត្ថន័យទៅនេះនាងខ្ញុំសូមបញ្ជាក់ថាជាប្រភេទសហគ្រាសមួយចំនួនឬក៏កន្លែងមួយចំនួនដែលគាត់លក់ដូរថាគាត់លក់ដូរគ្រឿងសំណង់ប៉ុន្តែគាត់លក់យូរឆ្នាំហើយប៉ុន្តែគាត់មិនទាន់បានចុះបញ្ជីទេអញ្ចឹងអនុទានអាករហ្នឹងគេត្រូវធ្វើម៉េចចំពោះទំនិញស្តុករបស់គាត់ហ្នឹងអញ្ចឹងយើងតាមដានអ្នកនរគ្នាអនុទានអាករចំពោះទំនិញស្តុកត្រូវបានកំណត់ដូចខាងក្រោមចំណុចទាំងនេះដូចខ្ញុំបានឧទាហរណ៍មកអញ្ចឹងឧទាហរណ៍ថាគាត់កន្លែងមួយអញ្ចឹងគាត់លក់គ្រឿងសំណង់តែគាត់លក់យូរឆ្នាំហើយគាត់មិនទាន់បានចុះបញ្ជីទេដល់ក្រោយមកគាត់បានចុះបញ្ជីคล้ายទៅជាបុគ្គលជាប់អាករដែលស្ថិតនៅក្នុងរបបស្វ័យប្រកាសហ្នឹងអញ្ចឹងមានន័យថារដ្ឋបានអនុញ្ញាតអនុទានលើធាតុចូលរបស់គាត់ទៅលើស្តុករបស់គាត់ហ្នឹងប៉ុន្តែករណីដែលគាត់មានឯកសារច្បាស់លាស់ដែរថាគាត់ទិញហ្នឹងមានវិក័យប័ត្រច្បាស់លាស់មានអាករមានអីប្រមាណហើយមានការនាំចូលហ្នឹងមានឯកសារប្រតិវេទមួយចំនួនអាចបញ្ជាក់អាករមួយគាត់អញ្ចឹងចំណុចទី2ហ្នឹងពេលដែលមន្ត្រីពិនិត្យរបស់ឯកសារគាត់ច្បាស់លាស់ហើយថាឯកសាររបស់គាត់ហ្នឹងពិតជាត្រឹមត្រូវពិតមែនអញ្ចឹងរដ្ឋបាលសារពើពន្ធហ្នឹងក៏អនុញ្ញាតអនុទានឲ្យគាត់ដែរប៉ុន្តែអនុញ្ញាតតែមុនពេល60ថ្ងៃមុនចុះបញ្ជីប៉ុណ្ណោះឧទាហរណ៍គាត់ចុះបញ្ជីអញ្ចឹងយើងគិត
មុនចុះបញ្ជីហ្នឹង60ថ្ងៃចំណែកគាត់លក់រាប់ឆ្នាំមក10 20ឆ្នាំឬក៏5 6ឆ្នាំហ្នឹងអញ្ចឹងគឺរដ្ឋអត់អនុញ្ញាតទេប្រសិនបើលោកអ្នកចង់ចេះជំនាញគណនេយ្យនិងហិរញ្ញវត្ថុក្នុងរយៈពេលខ្លីនោះលោកអ្នកនឹងទទួលបានការបង្វឹកពីក្រុមការងារយើងខ្ញុំផ្ទាល់សូមធានាថាបន្ទាប់ពីលោកអ្នកទទួលបានការបង្វឹកពីក្រុមការងារយើងខ្ញុំលោកអ្នកនឹងប្រើការសម្រាប់ការងារនិងអាជីវកម្មរបស់លោកអ្នកបាន 100% ខ្ញុំទំនាក់ទំនងមកឥឡូវនេះលោកអ្នកនឹងទទួលបានការប្រឹក្សាយោបល់ឥតគិតថ្លៃពេញមួយជីវិតអញ្ចឹងប្រសិនបើអស់លោកអ្នកមានគម្រោងចង់បើកអាជីវកម្មឬក៏អស់លោកអ្នកជាម្ចាស់អាជីវកម្មជាសិស្សនិស្សិតចង់ជ្រាបច្បាស់អំពីគណនេយ្យហិរញ្ញវត្ថុលោកអ្នកអាចទំនាក់ទំនងមកក្រុមការងាររបស់យើងខ្ញុំរៀងរាល់ថ្ងៃធ្វើការចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រវេលាម៉ោង 7 ព្រឹកដល់ម៉ោង 5 ល្ងាចសូមអរគុណសូមជម្រាបលា